បាទជំរាបសួរបងប្អូនទាំងអស់ជាទីគោរពថ្ងៃនេះយើងជួបគ្នាទៀតហើយបាទដូចជាខ្ញុំបានសន្យាជាមួយបងប្អូនកាលពីលើកមុនអញ្ចឹងខ្ញុំថានឹងលើកយកអំពីពុទ្ធបុរាណចារមកថាមានផ្លូវអត់មនុស្សដើរមានផ្ទះអត់មនុស្សនៅអញ្ចឹងខ្ញុំនឹងលើកយកពីចំណុចនេះមកនិយាយកាលពីចំណុចមុនវីដេអូមុនខ្ញុំនិយាយអំពីថាខ្មែររត់ឡើងរូងដីថៃរត់ឡើងរូងថ្មថៃចិត្តមិនល្អបាត់បង់ដីយើងខ្ញុំបានបកស្រាយហើយខ្ញុំសូមបន្ថែមពីទៀតចុះថាខេត្តនេះបានជាថៃរត់ឡើងរូងដីខេត្តនេះបានជាថៃរត់ឡើងរូងថ្មដោយសារតែសង្គ្រាមវាកើតខ្លាំងអញ្ចឹងយើងមិនដឹងថាសង្គ្រាមប្រមាណមុខព្រួនទេមិនដឹងជាខ្មែរផងមិនដឹងជាឡាវផងមិនដឹងជាភូមាផងមិនដឹងជាម៉ាឡេផងអញ្ចឹងខ្ញុំមិនដឹងទេបានជាបុរាណចារមកថាថៃរត់ឡើងរូងថ្មអញ្ចឹងចិត្តមិនល្អបាត់បង់ទឹកដីអញ្ចឹងដល់ពេលនោះឯងមិនដឹងជាប្រទេសណាខ្លះដែរគេសន្ទុបវាយហើយគេអាចហែកហួរយកជាចំណែកណាខ្លះអាហ្នឹងបងប្អូនមានចាំតាមដានមើលបន្តទៅទៀតទាំងអស់គ្នាបាទអញ្ចឹងខ្ញុំនៅក្នុងវគ្គនេះគឺខ្ញុំលើកមកនិយាយអំពីតែបុរាណដែលបានចារថាមានផ្លូវអត់មនុស្សដើរមានផ្ទះអត់មនុស្សនៅអញ្ចឹងមិនមែនជាសម័យខ្មែរក្រហមទេបងប្អូនខ្មែរក្រហមគេនិយាយថាក្អែកខ្មៅចុះស៊ីមនុស្សអញ្ចឹងចំនួនក្អែកខ្មៅចុះស៊ីមនុស្សគឺបានថាសម្លាប់មនុស្សអស់ជិតជាង3លាននាក់អញ្ចឹងវាបានកន្លងផុតទៅហើយអញ្ចឹងកន្លងដែលអញ្ចឹងដែលអំណះតទៅមុខទៀតគឺនិយាយអំពីថាមានផ្លូវអត់មនុស្សដើរមានផ្លូវអត់មនុស្សដើរមានផ្ទះអត់មនុស្សនៅអញ្ចឹងខ្ញុំសូមបកស្រាយនេះតាមការយល់ឃើញរបស់ខ្ញុំនេះបងប្អូនបើសិនថាមានការយល់ខុសក្នុងចំណុចណាមួយគឺសូមបងប្អូនកុំប្រកែកប្រកាន់គ្រាន់តែស្ដាប់ទៅយើងតាមដានទាំងអស់គ្នាហើយខ្ញុំនឹងលើកឧទាហរណ៍មួយចំនួនដើម្បីមកបញ្យល់បងប្អូនឲ្យបានដឹងហេតុអីបានជាលោកចារថាមានផ្លូវអត់មនុស្សដើរមានផ្ទះអត់មនុស្សនៅអញ្ចឹងយើងគិតមើលសម័យបច្ចុប្បន្នការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគឺមានលក្ខណៈខ្វាត់ខ្វែងច្រើនជាងសម័យមុនអត់ទាន់មានផ្លូវទេបងប្អូនអត់ទាន់មានផ្លូវខ្វាយខ្វាត់ឬផ្លូវវែងឬផ្លូវច្រើនដូចជំនាន់បច្ចុប្បន្នទេអញ្ចឹងដោយសារជំនាន់មុនបងប្អូននឹងស្រាប់ហើយផ្លូវគឺមានតិចណាស់អញ្ចឹងហេតុអីគេថាមានផ្លូវអត់មនុស្សដើរអញ្ចឹងផ្លូវច្រើនតែគ្មានមនុស្សដើរហេតុអីបានជាគ្មានមនុស្សដើរអញ្ចឹងអំណះតទៅមុខទៀតយើងមើលឃើញថាបើសិនជាសង្គ្រាមផ្ទុះឡើងគេហៅថាសង្គ្រាមលោកលើកទី3បើសិនមានសង្គ្រាមលោកលើកទី3ផ្ទុះឡើងអញ្ចឹងប្រទេសធំវាយធំប្រទេសធំវាយប្រទេសដែលទន់ខ្សោយប្រទេសដែលមានអំណាចគៀបសង្កត់ឬឈ្លានពានប្រទេសដែលទន់ខ្សោយដូចជាយើងមើលឃើញបច្ចុប្បន្នហើយសប្តាហ៍ថ្ងៃនេះគឺប្រទេសណាខ្លះដែលនៅជុំវិញប្រទេសខ្មែរយើងដែលអាងខ្លួនមានអំណាចខ្លាំងក្លាមានអនុភាពមានតបមានកម្លាំងយោធាដ៏មហិមាប៉ុន្តែជំនាន់បើសិនជាមានសង្គ្រាមលោកដូចទី3ផ្ទុះឡើងអញ្ចឹងប្រទេសហ្នឹងឆ្លៀតឱកាសវាយយកប្រទេសតូចវាយយកប្រទេសទន់ខ្សោយបាទដើម្បីយកមកធ្វើជាចំណុះរបស់ខ្លួនដល់ពេលនោះយើងអាចមើលឃើញថាមានផ្លូវអត់មុនដើរអញ្ចឹងគឺសង្គ្រាមផ្ទុះឡើងគឺមនុស្សមានការស្លាប់ច្រើនមែនទែនណាបងប្អូនស្លាប់ច្រើនណាស់មិនដឹងថានៅសល់ប្រមាណទេបាទមិនដឹងថាដូចជាខ្មែរយើង17លាននាក់យើងមិនដឹងសល់ប្រមាណលាននាក់ទេបាទដូចជាចិន1000លាន1200 300លាននាក់មិនដឹងថានៅសល់ប្រមាណមិនដឹងសល់1000មិនដឹងសល់500លានទេអញ្ចឹងក្នុងន័យនេះគឺមិនបដោតនិយាយទៅលើមិនបដោតនិយាយតែនៅចំពោះប្រទេសកម្ពុជាយើងទេគឺនៅទូទាំងពិភពលោកអញ្ចឹងប្រទេសច្រើនស្លាប់ច្រើនប្រទេសតិចស្លាប់តិចអញ្ចឹងអំណះនោះហើយដល់ពេលដែលប្រទេសដែលផ្សេងនៃទំនើបទាន់សម័យក៏គេសបោផ្លូវដូចគ្នាហើយសបោផ្ទះច្រើនដូចគ្នាខ្មែរយើងក៏ដូចគ្នាបច្ចុប្បន្នសបោផ្លូវសបោផ្ទះច្រើនដូចគ្នាអញ្ចឹងដល់ពេលដែលសង្គ្រាមលោកលើកទី3ផ្ទុះឡើងគឺមានការកលហរកើតឡើងគេថាកលាហរកើតឡើងផ្ទុះសង្គ្រាមចលាចលពេញពិភពលោកយើងអំណោះពេលទៅមុខទៀតមនុស្សនៅក្នុងអំឡុងពេលផ្ទុះសង្គ្រាមគឺស្លាប់ច្រើនមែនទែនណាបងប្អូនស្លាប់មិនដឹងសល់ប្រមាណអ្នកទេហើយខ្មែរយើងក៏មិនដឹងសល់ប្រមាណដែរហើយប្រទេសគេផ្សេងប្រទេសថៃប្រទេសឡាវប្រទេសវៀតណាមឬប្រទេសផ្សេងលើសកលលោកមិនដឹងសល់មនុស្សប្រមាណទេនឹងហើយពេលដែលមនុស្សដែលស្លាប់ដោយសារសង្គ្រាមអស់ច្រើនទៅអញ្ចឹងអាផ្លូវដែលគេអភិវឌ្ឍធ្វើច្រើនខ្សែច្រើនផ្លូវច្រើនខ្សែច្រើនក្បាត់អញ្ចឹងប្រហែលជាមនុស្សហ្នឹងគឺគាត់មិនមានមនុស្សច្រើនដែលធ្វើដំណើរតាមផ្លូវហ្នឹងទេជួនកាលយើងនិយាយពាក្យអាក្រក់ស្ដាប់ឬពាក្យដែលកំហែងមួយពាក្យលេងសើចចាស់ថាអាចតែខ្លាចខ្មោចលងអញ្ចឹងណាមិនហ៊ានទៅតាមផ្លូវទេព្រោះវាស្ងាត់ខ្លាចខ្មោចលងអញ្ចឹងទៅតែផ្លូវណាដែលមនុស្សអ៊ូអរអញ្ចឹងមនុស្សអ៊ូអរមានដំណើរទៀតបើដោយសារតែមនុស្សដែលស្លាប់ច្រើននៅក្នុងសម័យសង្គ្រាមលោកទី3ហើយហ្នឹងបាន
ជាចំណុចនេះនិយាយថាមានផ្លូវអត់មនុស្សដើរត្រង់ចំណុចហ្នឹងបងប្អូនដោយសារមនុស្សស្លាប់ដោយសារសង្គ្រាមច្រើននៅក្នុងសង្គ្រាមលោកទី3ហ្នឹងគឺផ្លូវហ្នឹងគឺស្ងាត់ដែរមិនមានមនុស្សធ្វើចរាចរណ៍ទៅមកទេមាននេះមានដោយផ្លូវចាំបាច់ដែលមនុស្សគេប្រើប្រាស់គេទៅផ្លូវណាផ្លូវហ្នឹងមនុស្សណាដែលគេផ្លូវណាដែលឆ្ងាយឬក៏អាចបង្កហានិភ័យទៅគេភ័យខ្លាចដល់គេមិនហ៊ានទៅទេអញ្ចឹងផ្លូវទៅជាផ្លូវមួយស្ងាត់តែមានផ្លូវអត់មនុស្សដើរហើយមួយទៀតគឺថាមានផ្ទះអត់មនុស្សនៅមានផ្ទះអត់មនុស្សនៅត្រង់ថាផ្ទះបច្ចុប្បន្នបងប្អូនឃើញស្រាប់ហើយគឺបច្ចុប្បន្នគឺមានការអភិវឌ្ឍធ្វើផ្ទះរហូតដល់បច្ចុប្បន្នផ្ទះ$10,000នៅសល់តែ$20,000 $30,000អញ្ចឹង$20,000 $30,000នៅសល់តែ$10,000អញ្ចឹង$10,000នៅសល់តែ$7,000 $8,000អញ្ចឹងណានិយាយទៅថោកទៅហើយបើសិនថាសង្គ្រាមលោកទី3ផ្ទុះឡើងអញ្ចឹងមនុស្សស្លាប់ច្រើនហើយផ្ទះនោះក៏គ្មានអ្នកទៅនៅដែរបាទព្រោះមានមនុស្សណានៅច្រើនតែផ្ទះច្រើនតែផ្លូវអញ្ចឹងមនុស្សអត់ច្រើនគ្រប់គ្រាន់អញ្ចឹងផ្ទះច្រើនជាងមនុស្សទៅទៀតអញ្ចឹងมันអាចមានមនុស្សទៅរស់នៅក្នុងផ្ទះនោះទេពេលជាពិសេសហ្នឹងឲ្យទៅទេក៏មិនយកផងព្រោះខ្លាចខ្មោចលងព្រោះវាស្ងាត់ចងំអញ្ចឹងណាតំបន់ខ្លះស្ងាត់ជ្រាបស្លាប់ច្រើនពេកស្ងាត់អស់លេងបាទស្ងាត់អស់ទៅសល់តែផ្ទះហ្នឹងនៅសល់តែគ្រោងផ្ទះចងងអត់ហ៊ានទៅនៅទេបាទអញ្ចឹងនៅតែតំបន់ណាដែលទីប្រជុំជនហើយតំបន់ដែលផ្សេងទៀតគឺគេអត់ហ៊ានទៅនៅដោយសារគេខ្លាចខ្មោចលងបាទហ្នឹងគេថាសម័យកាលដែលមានផ្លូវអត់មនុស្សដើរមានផ្ទះអត់មនុស្សនៅគឺសម័យនៅពេលខាងមុខណាឬយុគសម័យគឺកើតឡើងនៅពេលយុគសម័យនៅពេលខាងមុខនៅពេលដែលសង្គ្រាមលោកទី3ផ្ទុះឡើងនៅពេលខាងមុខនេះអញ្ចឹងមានមនុស្សស្លាប់ដោយសារសង្គ្រាមលោកទី3ច្រើនមែនទែនមិនដឹងអ្នកណាខ្លះមានឧបនិស្ស័យមាននិស្ស័យដែលរស់នៅបាទនៅលើលោកនេះមើលឃើញពិភពលោកនៅពេលខាងមុខទៀតចាំមិនចាំមកគឺយើងអត់ទាន់ដឹងទេបាទទាំងគេទាំងខ្ញុំអញ្ចឹងមានតែសាងអំពើល្អធ្វើបុណ្យកុសលផលបុណ្យទាំងអស់គ្នាដើម្បីសំនឹកកុសលដើម្បីឲ្យផលបុណ្យជួយទ្រទ្រង់យើងសូមឲ្យឆ្លងផុតវាល3ទាំងអស់គ្នាវាល3នេះគឺជាសង្គ្រាមលោកទី3នៅពេលខាងមុខហ្នឹងហើយអញ្ចឹងពាក្យដែលខ្ញុំត្រូវបកស្រាយប្រាប់បងប្អូនអំបញ្ញមិញដែលពាក់ព័ន្ធទៅនឹងមានផ្លូវអត់មនុស្សដើរមានផ្ទះអត់មនុស្សនៅគឺមានន័យដូចខាងដើមខ្ញុំនិយាយបាញ់មិញហ្នឹងបាទគឺត្រង់ថាមនុស្សស្លាប់ច្រើនទៅពេលសង្គ្រាមលោកទី3ផ្ទុះឡើងគឺមនុស្សស្លាប់ច្រើនអញ្ចឹងអត់មានមនុស្សធ្វើដំណើរទៅតាមផ្លូវផ្សេងទេបាទព្រោះខ្លាចខ្មោចលងនិយាយពាក្យក្រក់ស្ដាប់ហើយមួយទៀតមានផ្ទះអត់មនុស្សនៅមនុស្សស្លាប់អស់ច្រើនទៅគឺអាចចំនួនផ្ទះហ្នឹងដែលគេអភិវឌ្ឍសាងសង់ឡើងវាអត់មានមនុស្សទៅរស់នៅឲ្យទៅទេគេមិនទៅទេគឺគេមានការភ័យខ្លាចមានការភ័យរអាបាទតំបន់ដោយសារតំបន់មានការសម្លាប់មនុស្សបាទមានការស្លាប់សាកសពគោជើងនេះច្រើនគេខ្លាចអបិយជំនឿខ្លាចខ្មោចលងជាមួយហ្នឹងបាទបងប្អូនអញ្ចឹងខ្ញុំបកស្រាយប្រាប់បងប្អូនអំពីបុរាណណាចារអ្នកខ្លះហៅថាពុទ្ធទំនាយបាទអញ្ចឹងយើងថាជាពុទ្ធទំនាយគឺថាទៅចុះអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីបកស្រាយជូនបងប្អូនពាក់ព័ន្ធនឹងមានផ្លូវអត់មនុស្សដើរមានផ្ទះអត់មនុស្សនៅអញ្ចឹងខ្ញុំបកស្រាយតែខ្លីៗប៉ុណ្្នឹងជូនបងប្អូនប៉ុណ្្នឹងចុះហើយតទៅមុខទៀតខ្ញុំនឹងបកស្រាយនិយាយថាពុទ្ធទំនាយគឺថាពុទ្ធទំនាយទៅចុះបាទថាពុទ្ធទំនាយទៀតទៅចុះអាហ្នឹងតាមពិតមិនមែនជាពុទ្ធទំនាយទេគឺជាលោកដែលធ្វើវិបស្សនាអ្នកដែលធ្វើធម៌ទៅធីវនីទៅដឹងអំពីហេតុការណ៍នៅពេលខាងមុខលោកក៏មិនអាចប្រាប់ត្រង់បាននេះឲ្យជាប្រស្នាពិចារណាឲ្យយើងដោះស្រាយដោយខ្លួនឯងអញ្ចឹងទៅមុខទៀតគេនិយាយថាព្រៃនគររលំភ្នំពេញរលាយបង្កក់ផ្ចិតចាយមកសបាយនឹងគោវត្តអញ្ចឹងខ្ញុំនឹងបកស្រាយពាក្យនឹងមួយទៀតដើម្បីមកជូនមកឲ្យបងប្អូនបានស្ដាប់បានដឹងទាំងអស់គ្នាអញ្ចឹងសូមបងប្អូនជួយតាមដានតទៅទៀតហើយសូមបានសិនបងប្អូនបានស្ដាប់ហើយក៏សូមបងប្អូនជួយចុច like subscribe ឲ្យខ្ញុំម្នាក់មួយផងបាទដើម្បីជាកម្លាំងចិត្តដើម្បីខ្ញុំនឹងលើកយកនិងបកស្រាយអំពីបុរាណាចារហ្នឹងមកបកស្រាយប្រាប់បងប្អូនឲ្យបានស្ដាប់តទៅទៀតបាទហើយវគ្គក្រោយជាថ្មីម្ដងទៀតខ្ញុំនឹងលើកយកពាក្យបុរាណពោលថាព្រៃនគររលំភ្នំពេញរលាយបង្កក់ចាត់ចាយមកសបាយនឹងគោវត្តបាទមកបកស្រាយប្រាប់បងប្អូនពីខាងមុខទៀតបាទហើយមួយទៀតគេនិយាយថាកំមុំឡាវតែងខ្លួនកំមុំខ្មែររត់ពួនដំបៅយោយួនខ្លាខាងចិនអញ្ចឹងអត់ដល់វគ្គហ្នឹងទេខ្ញុំនឹងប្រាប់ជាវគ្គទីបន្តហើយបើសិនមានការខុសត្រូវត្រង់ចំណុចណាមួយក៏សូមបងប្អូនមេត្តាខន្តីអភ័យទោសកុំប្រកែកប្រកាន់អីនេះគ្រាន់តែការបកស្រាយតាមការយល់ឃើញតាមការយល់ដឹងពីខ្លួនខ្ញុំផ្ទាល់ទេខ្ញុំមិនមានការខុសត្រូវសូមបងប្អូនកុំប្រកែកប្រកាន់អីជាងស្ដាប់ទាំងអស់គ្នាទៅហើយចាំតាមដានតទៅមុខទៀតថាតើវាត្រូវឬក៏ខុសបាទអញ្ចឹងសូមអរគុណច្រើនបងប្អូនសូមជូនពរសុខភាពល្អជួបគ្នាម្ដងទៀតនៅវីដេអូឃ្លីបក្រោយទៀតបាទសូមអរគុណសូមជម្រាបលា